ជំរាបសួរលោកគ្រូខ្ញុំមកពីថ្នាក់13ឈ្មោះថាតយ៉ាមកបកស្រាយពីមេរៀនទី2ជ័យហើយបង្រៀនដល់លោកគ្រូចុចធីរ៉ាត់គឺយើងមេរៀនទី1ហ្នឹងជ័យនិយមន័យជ័យគឺជាសារធាតុគីមីមួយចំនួនដែលបន្ថែមទៅឲ្យដីដើម្បីបង្កើតផលិតភាពរបស់ដីហើយចំណុច2ហ្នឹងគឺសមាធិគីមីនៃជ័យសមាធិគីមីនៃជ័យហ្នឹងវាមានអាសូតស្ពនធើប៉ូតាស្យូមម៉ាញ៉េស្យូមនិងកាល់ស្យូមហើយសមាធិចម្បងគឺកាល់ស្យូមប៉ូតាស្យូមនិងអាសូតហើយអាសូតហ្នឹងវាជួយក្នុងដំណើរសំយោគនិងជំរុញការលូតលាស់ស្លឹកបៃតងហើយស្ពនធើហ្នឹងជួយជំរុញការលូតលាស់នៃឫសធ្វើឲ្យរុក្ខជាតិឆាប់ពេញវ័យហើយទៀតប៉ូតាស្យូមបង្កើតភាពសាំញ៉ាំនិងជំរុញផ្លែរក្សាផ្លែហើយម៉ាញ៉េស្យូមនឹងជួយបង្កើតក្លូរ៉ូភិតហើយស្ពនធើនឹងជួយបង្កើតមើមដើម្បីការលូតលាស់នៃគ្រាប់ផ្លែហើយកាល់ស្យូមនឹងជួយឲ្យផ្លែនឹងជាប់នឹងដើមបានយូរហើយពេលចំណុច2នឹងសមាធិគីមីនៃជ័យគឺហើយ 2.1 នឹងជ័យគីមីនឹងវាមានអាសូតប៉ូតាស្យូមនិងផូស្វ័រហើយវាជាតំណាងឲ្យសារធាតុគីមីសំខាន់ដែលរុក្ខជាតិមិនអាចខ្វះបានដែលជាកត្តាសំខាន់សម្រាប់ជួយដំណាំលូតលាស់ល្អនិងផ្ដល់ទិន្នន័យខ្ពស់ហើយអាសូតនឹង 5% ជួយដើមនិងស្លឹកលូតលាស់ហើយផូស្វ័រ 10% ជួយឫសនិងការផ្ការីកហើយប៉ូតាស្យូមនឹង 15% ជួយឲ្យដើមរឹងមាំការពារជំងឺផ្សេងហើយចូលចំណុច 2.2 ជីធម្មជាតិជីធម្មជាតិហ្នឹងកន្លែងរូបហ្នឹងគេបង្ហាញពីការប្រើប្រាស់កាកសំណល់ដើម្បីធ្វើជីធម្មជាតិសុវត្ថិភាពហើយជីធម្មជាតិហ្នឹងមាន6មុខសម្រាប់អ្នកមាននៅក្នុងផ្ទះស្រាប់ហើយទឹកជីកំប៉ុស្តបង្កើតសារធាតុចិញ្ចឹមល្អសម្រាប់ដើមឈើហូបផ្លែប៉ោមនិងរវាជួយជំរុញការលូតលាស់ប្រកបដោយសុខភាពល្អនិងជួយឲ្យផ្ដល់ផលផ្លែការច្រើនហើយមួយទៀតសម្បកពងសម្បកពងនោះប្រភពកាល់ស្យូមជួយការការពារកុំឲ្យរលួយគូតផ្លែនិងជួយពង្រឹងរុក្ខជាតិឲ្យរឹងមាំហើយដើមផ្កាកុលាបនិងផ្ការំយូរហើយមួយទៀតកាកសំណល់ត្រីហ្នឹងវាជំនួសស្លឹកជំរុញឲ្យស្លឹកហ្នឹងដល់លូតលាស់ឲ្យខៀវខ្ចីនិងជួយឲ្យផ្ការីកស្អាតស្រស់ហើយមួយទៀតទឹកអង្ករហ្នឹងជួយការលូតលាស់ស័ក្តិសមបំផុតសម្រាប់រុក្ខជាតិផ្កានៅផ្ទះផ្កាអង្គារដីផ្កាហ្វហើយវាផ្ដល់សារធាតុចិញ្ចឹមសំខាន់ហើយមួយទៀតអំបិលអេសូម៉ាញ៉េហើយមួយទៀតអំបិលអេសូម៉ាញ៉េស្យូមសូហ្វាតគឺវាជួយជំរុញការលូតលាស់សមនៃផ្កាស្រឡាញ់ផ្កាម្លិះនិងផ្កាខាត់ណាព្រមទាំងប្រលើបផ្កាផ្សេងហើយកាហ្វេហ្នឹងថាមពលអាសូតល្អសម្រាប់រុក្ខជាតិចូលចិត្តដីអាស៊ីតឡែកផ្កាអាហ្វារីនិងផ្កាបូប៊ីរីព្រមទាំងជួយការលម្អដីឲ្យមានជីវជាតិហើយដីត្រឹមត្រូវសម្រាប់រុក្ខជាតិកាហ្វេសម្រាប់ផ្កាអារីកាហ្វេជួយបង្កើតជាតិអាស៊ីតក្នុងដីដែលល្អសម្រាប់ផ្កា
ហ្វីហើយសម្បកសុទ្ធកំតិចសម្រាប់ផ្លែល្ពៅផ្ដល់ជាតិកាល់ស្យូមការពារកុំឲ្យរលួយគូតផ្លែហើយទឹកដោះគោហ្នឹងគោលាយទឹកសម្រាប់ផ្កាស្ពៃខៀវជួយផ្ដល់ជាតិកាល់ស្យូមនិងសារធាតុចិញ្ចឹមដល់បន្លែហើយផ្លែឈើសម្រាប់ផ្កាឡាវេឌីជួយកាត់បន្ថយអាស៊ីតក្នុងដីមានជាតិអាកាឡាំងនិងដោះលូតលាស់ល្អសម្រាប់ផ្កានេះហើយចុចការផលិតជីកំប៉ុស្តគឺតើជីកំប៉ុស្តគឺជាអ្វីគឺអត្ថប្រយោជន៍ហើយអត្ថប្រយោជន៍មានអ្វីគឺធ្វើជីកំប៉ុស្តដោយរបៀបណាហើយវាធម្មតាហើយវដ្តជីវិតនៃជីកំប៉ុស្តហ្នឹងមួយសំណល់សរីរាង្គនិងសំណល់អាហារការបញ្ចូលទុកការរលាយការប្រើប្រាស់ហើយជីកំប៉ុស្តហ្នឹងរបៀបប្រើប្រាស់សំណល់អាហារដើម្បីបង្កើតជីធម្មជាតិហើយអត្ថប្រយោជន៍ដើរតួនាទីធម្មជាតិសារធាតុចិញ្ចឹមរបស់ដីល្អសម្រាប់បរិស្ថានហើយកាត់បន្ថយការកែច្នៃហើយរបៀបប្រើប្រាស់ហ្នឹងគឺធម្មតាវណ្ណភាពនៃការធ្វើជីកំប៉ុស្តហ្នឹងដែលគេធ្លាក់ធ្វើហ្នឹងវាលើដីផ្ទាល់ហើយ example ជាអំបិលដែលរុក្ខជាតិនឹងលូតលាស់ល្អក្នុងដីហើយចំណុច3គុណសម្បត្តិនិងគុណវិបត្តិនោះគឺគុណសម្បត្តិនិងគុណវិបត្តិហ្នឹងគឺគុណសម្បត្តិគឺជីសរីរាង្គប្រភពដើមមកពីផលិតផលបន្តបន្សំនៃសារធាតុនៃសារពាង្គកាយមានជីវិតហើយសារធាតុចិញ្ចឹមមានផ្ទុកនៅមីក្រូសារធាតុដែលចាំបាច់សម្រាប់រុក្ខជាតិហើយផលប៉ះពាល់វាហ្នឹងគឺកាត់បន្ថយឱកាសនៃការលាងជម្រុះសារធាតុចិញ្ចឹមនៅក្នុងដីហើយគុណភាពជីមានផ្ទុកសរីរាង្គដែលអាចជួយកែលម្អដីឲ្យបានល្អហើយជីអសរីរាង្គគឺប្រភពផលិតចេញពីឧស្សាហកម្មប្រេងកាតសារធាតុចិញ្ចឹមมันមានមីក្រូសារធាតុល្បឿនវាហ្នឹងគឺបញ្ចេញប្រសិទ្ធភាពលឿននិងអាយុខ្លីផលប៉ះពាល់គឺបាត់សារធាតុចិញ្ចឹមតាមការលាយជំរះហើយគុណភាពដីมันមានសារធាតុសរីរាង្គហើយពេលនេះវិញគឺការប្រៀបធៀបគឺនិរន្តរភាពប្រសិទ្ធភាពរូបរាងមិនឃើញហើយការលម្អកើតឡើងនឹងមើលឃើញគឺអន្តរភាពហ្នឹងគឺវាមានរយៈពេលហើយប្រសិទ្ធភាពហ្នឹងវាមានកម្រិតអាជីពហើយពេលរូបរាងមើលមិនឃើញវាមានសុខភាពជីប្រព័ន្ធហើយបង្កើតហើយមួយទៀតបង្កើតដីហើយចំណុចមួយទៀតហ្នឹងវាផ្លាស់ប្ដូរចឹងហើយការរយៈពេលហ្នឹងគឺរយៈពេលវែងនឹងការកសាងសុខភាពដីហើយមួយទៀតកម្រិតអាជីវកម្មផ្ដល់ទំនិញនិងសោភ័ណភាពនិងអបបរមាហើយចំណុច3ហ្នឹងកន្លែងរូបឆ្នោតទី3ហ្នឹងគឺសុខភាពជីប្រព័ន្ធអេឡូសូអ៊ីតហើយនិងភាពបកវែងនៃការប្រើប្រាស់ហើយលក្ខណៈពិសេសផ្ដល់ប្រយោជន៍គឺលឿននៃការស្រូបភាពស្របនៃផលប្រយោជន៍ការតម្រូវវត្តនៃការលូតលាស់ហើយមីក្រូសារធាតុការប្រើប្រាស់ឯកការគ្រប់គ្រងបែបជំនាញហើយជីសរីរាង្គគឺយើងអាស្រ័យលើមីក្រូសារពាង្គហើយប្រែប្រួលអាកាសធាតុហ្នឹងគឺប្រភេទដីហើយជួយដល់ការលូតលាស់ទូទៅថែហើយជាតម្លៃប្រហាក់ប្រហែលអាចមិនស្មើគ្នាតែងតែខ្វះខាតឬមិនស្មើគ្នាហើយវាមានកម្រោះហើយជីចិត្តខ្ពស់ហ្នឹងគឺលឿនស្រូបយកដោយផ្ទាល់ដើម្បីការកាន់លទ្ធផលភ្លាមមានសមាធិច្បាស់លាស់រាល់ពេលផលលទ្ធផលដែលទាញទុកដែលតម្រូវការ3ទៅតាមប្រភេទរុក្ខជាតិនិងវាលូតលាស់ហើយមានសមាធិ
ហើយមានសមាធិជាក់លាក់សម្រាប់ការឆ្លើយតបគ្រប់គ្រាន់ហើយបញ្ចូលគ្នាយ៉ាងពេញលេញដើម្បីប្រភេទរុក្ខជាតិទាំងអស់ហើយសម្រាប់ការផ្ដល់សារធាតុចិញ្ចឹមដ៏ល្អច្បាស់លាស់គោលទៅហើយជាចុងចប់ខ្ញុំសូមអរគុណលោកគ្រូដែលស្ដាប់ខ្ញុំបកស្រាយ